ចាសូមអធិស្ឋានតកតងនឹងការឆ្លើយតបទៅលើចំណុចដែលពាក់ព័ន្ធនឹងកត្តាដែលផ្ដោតទៅលើការ share ក្នុងប្រព័ន្ធ TikTok ឬក៏ប្រព័ន្ធ social media ណាមួយដែលយើងមិនមានមូលដ្ឋានគ្រឹះវានាំឲ្យមានផលប៉ះពាល់ដូចជាចំណុចតកតងទៅនឹងក្រមសីលធម៌ពាក្យថាក្រមសីលធម៌មានន័យថាបញ្ចូលទៅក្នុងគុណធម៌មានភាពស្មោះត្រង់សេចក្តីសប្បុរសការគោរពនិងការទទួលខុសត្រូវវាមានន័យថាការជ្រើសរើសសកម្មភាពដែលស្របតាមគោលការណ៍សីលធម៌ទោះបីជាវាមានការលំបាកក៏ដោយក៏មនុស្សយើងត្រូវមានចរិតមួយដែលហៅថារឹងមាំនិងជឿទុកចិត្តជំរុញទំនាក់ទំនងឲ្យមានវិជ្ជមាននិងរួមចំណែកដល់សង្គមគឺវាមានការប្រសើរឡើងរីឯតកតងទៅនឹងទំនាក់ទំនងតម្លាភាពមានន័យថាការប្រស័យទាក់ទងប្រកបដោយតម្លាភាពពាក់ព័ន្ធនឹងភាពស្មោះត្រង់និងច្បាស់លាស់ក្នុងការទំនាក់ទំនងមានន័យថាម៉េចមានន័យថាការចែករំលែកព័ត៌មានគឺយើងមានសិទ្ធិសេរីភាពក្នុងការចែករំលែកព័ត៌មានដោយពេញសិទ្ធិនិងពេញលេញក៏ប៉ុន្តែព័ត៌មានដែលមានការមិនច្បាស់លាស់ឬក៏លាក់បាំងនឹងការពិតក្នុងការដែលបង្កើតទំនុកចិត្តដល់អ្នកដែលមើលវាអាចធ្វើឲ្យមានផលប៉ះពាល់វាជំរុញឲ្យកិច្ចសហប្រតិបត្តិការក្នុងការលើកទឹកចិត្តឬក៏សន្ទនាបើកជាចំហរបស់យើងនៅក្នុងប្រព័ន្ធ social media ធ្វើឲ្យយើងមានបញ្ហាប្រឈមនឹងតាក់ទងនឹងបញ្ហាដែលយើង share នឹងទិន្នន័យដែលមិនច្បាស់លាស់នេះគឺជាកត្តាដែលនេះខ្ញុំបារម្ភត្រង់ចំណុចដែលបងប្អូនក៏ដូចជាជំនុំជាតិនៅពេលដែលយើងមិនបានទិន្នន័យណាមួយច្បាស់លាស់ហើយយើងមានការ share ដោយមិនមានមូលដ្ឋានគ្រឹះវាធ្វើឲ្យផលប៉ះពាល់តាក់ទងទៅនឹងការដែលកម្រិតនៃក្រមសីលធម៌វិជ្ជាជីវៈឬក៏ទំនាក់ទំនងនៃការដែលឲ្យមានតម្លាភាពវាមានផលជះសម្រាប់យើងគឺនៅពេលដែលព័ត៌មានមិនច្បាស់ការធ្វើឲ្យអស់ទំនុកចិត្តទៅលើប្រជាពលរដ្ឋឬក៏បងប្អូនទាំងអស់គ្នាដូច្នេះចំណុចដែលនាងខ្ញុំលើកយកមកធ្វើបទបង្ហាញនេះគឺខ្ញុំបារម្ភពីផលប៉ះពាល់សម្រាប់បងប្អូននៅក្នុងករណីព័ត៌មានណាមួយដែលគិតថាវាមិនច្បាស់ការឬក៏មិនអាចយកជាទិន្នន័យពិតប្រាកដបានសូមបងប្អូនរងចាំមើលព័ត៌មានផ្សព្វផ្សាយផ្សេងៗដែលមានទិន្នន័យច្បាស់លាស់ពីមូលដ្ឋានគ្រឹះណាមួយដែលជាចំណុចគោលរបស់សង្គមឬក៏រដ្ឋាភិបាលឬក៏ជាចំណុចដែលគេដាក់មកតាក់ទងទៅនឹងអាជីពឬក៏ជំនាញនៅក្នុងប្រព័ន្ធការងាររបស់យើងដូច្នេះហើយនាងខ្ញុំក៏សូមខន្តីអភ័យទោសចំពោះការលើកឡើងចំណុចទាំងអស់នេះគ្មានគោលបំណងក្នុងការរិះគន់ទេមានតែអត្ថន័យក្នុងការចែករំលែកនិងគិតពីចំណុចផលប៉ះពាល់សម្រាប់បងប្អូនទាំងអស់គ្នាចាក្នុងនាមខ្ញុំជាគ្រូបង្រៀនក៏ជាមេធាវីម្នាក់ដែរនាងខ្ញុំសូមខន្តីអភ័យទោសប្រសិនបើករណីដែលនាងខ្ញុំនិយាយឬក៏មានការប៉ះពាល់ដល់គំនិតរបស់បងប្អូនដែលគិតថាការដែលឆ្លើយតបនឹងចំណុចផ្សេងមានផលប៉ះពាល់ចាសូមអរគុណចាសូមជម្រាបលានិងដោយក្តីស្រឡាញ់សូមអរគុណ